เรื่องสัตว์โรเมียកាលនោះមានស្ដេចមួយអង្គមាននាមពុំប្រកបទ្រង់មានជាប់ជំពាក់ប្រតិប្រតិព័ទ្ធលើស្រីម្នាក់ឈ្មោះនាងមុខរាយប់មួយព្រះអង្គទ្រង់គង់លើរមាសជាទីនាងជាមួយអាមាត្យជាតេមធ្វើដំណើរទៅកាន់លំនៅនាងមុខរានោះតើបានពាក់កណ្ដាលផ្លូវព្រះអង្គទ្រង់យល់ស្ត្រីម្នាក់មានរូបរាងផិនភាកដូចនាងមុខរាតែលុះព្រះអង្គពិនិត្យបញ្ជាក់ទៅក៏យល់ថាច្រឡំទេទើបព្រះអង្គទ្រង់យាងហួសទៅប្រញាប់ឲ្យបានដល់ទីដៅឆាប់កាលបើបានទៅដល់ហើយព្រះអង្គបញ្ជាឲ្យនាយទុំជាតេមចងរមាសនៅក្រោមដើមក្រសាំងហើយព្រះអង្គយាងចូលទៅផ្ទះនាងមុខរានាងនោះកាលបើឃើញស្ដេចយាងមកដល់ហើយក៏ស្ទុះមកគួរសមសំណេះសំណាលនឹងព្រះមហាក្សត្រតាមការលោកីហើយបង្គំទូលសួរព្រះអង្គថាព្រះអង្គយាងមកនេះដោយយានពាហនៈអ្វីពេលនោះព្រះជាទ្រង់តបថាបងមកដោយរមាសឥឡូវចងទុកក្រោមដើមក្រសាំងពេលនោះរមាសស្ដាប់មិនច្បាស់ឮខ្លះមិនឮខ្លះឮត្រង់កន្ទុយពាក្យថាដើមក្រសាំងក៏យល់ថាព្រះមហាក្សត្រព្រះអង្គទ្រង់យាងដោយដើមក្រសាំងទៅវិញពុំមែនមកដោយខ្លួនសត្វរមាសទេម្ល៉េះហើយក៏កើតអអន់ស្រពន់ចិត្តជាខ្លាំងដោយនឹកឃើញថាខ្លួនមានសេចក្តីស្មោះត្រង់នឹងព្រះអង្គណាស់ខំយកអាសាព្រះអង្គជូនមកទាំងយប់អាត្រាតងោកងុយយ៉ាងណាក៏ស៊ូទ្រាំឥឡូវស្ដេចទៅជាយាងមកដោយដើមក្រសាំងទៅវិញលុះគិតតូចចិត្តខ្លាំងដូច្នេះហើយក៏ស្ទុះបាល់បណ្ដាច់ចំណងយ៉ាងលឿនតម្រង់ទៅព្រៃធំបដិញ្ញាក្នុងចិត្តថាលេងត្រឡប់មកនៅពឹងពាក់នឹងមនុស្សតទៅទៀតហើយឯនាយទុំជាតេមខំរត់តាមហើយស្រែកអង្វរយ៉ាងណាក៏រមាសពុំព្រមងាកសោះគិតតែខំបាល់សម្រុកព្រៃតែម្ដងនាយទុំក៏តាមជាប់ពីក្រោយទៅដែរព្រះមហាក្សត្រកាលបើទ្រង់ជ្រាបថារមាសបាល់បណ្ដាច់ខ្សែដូច្នោះហើយស្ដេចក៏ទ្រង់យាងតាមទៅដែរលុះតាមទៅដល់វាលមួយនាយទុំបានទាន់ស្រវាចាប់តោងកន្ទុយរមាសជាប់តែរមាសមិនព្រមឈប់នាយទុំបានយកជើងធាក់ដីជ្រែងដីក៏របើកទៅទាំងផ្ទាំងព្រះមហាក្សត្រទ្រង់ទតយល់ដូច្នោះក៏ស្រែកប្រាប់ទៅទុំថាទុំលែងឮហើយទើបនាយទុំហ៊ានលែងរមាសនោះទៅឯរមាសក៏បាល់ចូលក្នុងព្រៃបាត់ដោយជាប់ទាំងអាវដែលរចនាដោយដិនទៅផងព្រះមហាក្សត្រទ្រង់ខ្ញាល់ខ្លាំងណាស់ទ្រង់ដាក់បណ្ដាសាតាមក្រោយដល់រមាសនោះថាចាប់តាំងពីថ្ងៃនេះតទៅ
ពូជឯងនេះត្រូវស៊ីតែបន្លាជាអាហារនិងផឹកទឹកល្អក់ដរាបកុំបីខានព្រោះហេតុនេះឯងទើបសត្វរមាសទាំងឡាយមានសាច់មួយស្រទាប់នៅលើខ្នងមើលទៅដូចជាកម្រាលហើយមានសន្តានកំពិចកំពកដូចជាសម្បកឈើថែមទាំងបរិភោគបន្លាជាអាហារនិងផឹកតែទឹកល្អក់ដល់សព្វថ្ងៃចំណែកត្រង់កន្លែងដីដែលរបោកទាំងផ្ទាំងដែលនាយទុំឈរជ្រែងនោះក៏คล้ายទៅជាបឹងមួយហៅថាបឹងទុំលែងរហូតសព្វថ្ងៃឯភូមិរបស់នាងមុខរាក៏ជាប់ហៅថាភូមិមុខរារហូតមកដែរត្រង់កន្លែងដែលព្រះរាជាទ្រង់ទតឃើញស្រីម្នាក់ប្រហែលនាងមុខរាក៏ឲ្យឈ្មោះថាភូមិប្រហែលឥឡូវคล้ายទៅជាភូមិប្រហែលទៅវិញភូមិប្រហែលនេះនៅឃុំតាឡូស្រុកបាកានខេត្តពោធិ៍សាត់រឿងកំណប់ឪពុកមានរឿងនិទានមួយដំណាលថាមានគ្រួសារមួយមានកូន12នាក់សុទ្ធតែប្រុសឪពុកប្រកបរបរជាជាងចម្លាក់ឈើតែក្នុងចំណោមកូនទាំងអស់នោះមានកូនបងគេមិនដែលយកចិត្តទុកដាក់ក្នុងការរៀនឆ្លាក់ពីឪពុកដោយកូនប្អូនទាំង11នាក់នោះទេពេលខ្លះគេដើរលេងមិនសូវចូលផ្ទះពី3ថ្ងៃក៏មាន5ឆ្នាំក្រោយមកឪពុកក៏ស្លាប់បាត់ទៅគាត់មិនមានអ្វីបន្សល់ទុកឲ្យកូនក្រៅពីកំណាត់ឈើ12កំណាត់វែងនោះឡើយយប់មួយម្ដាយបានសុបិនចម្លែកព្រឹកឡើងគាត់បានហៅកូនទាំង12នាក់មកជួបជុំគ្នាហើយរៀបរាប់អំពីសុបិននោះដល់កូនថាយប់មិញម៉ែយល់សប្តិឃើញឪពុករបស់កូនគ្រាន់តែកូនឮម្ដាយនិយាយបែបនេះម្នាក់មានទឹកមុខស្រពូនព្រោះពួកគេនឹកឪពុកណាស់កូនពៅបានរត់ទៅអោបម្ដាយនិយាយទាំងទឹកភ្នែកថាកូននឹកពុកខ្លាំងណាស់ចំណែកកូនបងមិនរវល់នឹងប្អូនឡើយវាអង្គុយម្នាក់ឯងហើយនិយាយទៅម្ដាយថាម៉ែឆាប់និយាយប្រាប់រឿងដែលម៉ែសុបិននោះទៀតទៅម្ដាយបន្តថាឪពុកឯងមិនដែលភ្លេចពួកឯងទេគាត់ថាគាត់តាមថែរក្សាកូនរហូតម្ដាយបន្តទៀតថាឪពុកឯងឲ្យពួកឯងទៅយកកំណប់កូនបងគ្រាន់តែឮថាទៅយកកំណប់ភ្លាមក៏ទៅចិត្តម្ដាយហើយសួរថាម៉ែតើពុកថាកំណប់នោះនៅកន្លែងណាម្ដាយប្រាប់កូនថាគាត់ឲ្យពួកឯងលីកំណាត់ឈើដែលគាត់ទុកឲ្យនោះដើរទៅទិសខាងលិចរហូតដល់ព្រែកមួយនោះពួកឯងនឹងឃើញកំណប់នោះហើយកូនច្បងតបចាំបាច់យកកំណាត់ឈើទៅធ្វើអីធ្ងន់ឥតអំពើម៉ែទុកឲ្យកូនទៅយកម្នាក់ឯងចុះពេលយកបានហើយកូននឹងយកកំណប់នោះមកចែកប្អូនស្មើគ្នាម្ដាយមិនយល់ស្របពីគំនិតកូនបងទេគាត់បាននិយាយថាមិនបានទេកូនត្រូវតែធ្វើតាមបណ្ដាំរបស់គាត់ទើបអាចយកកំណប់នោះបាន
កូនបងបានរត់យ៉ាងលឿនទៅរើសកំណាត់ឈើមួយដែលស្រាលជាងគេបន្ទាប់មកកូនទាំង12នាក់បានលីកំណាត់ឈើធ្វើដំណើរទៅទិសខាងលិចដោយកូនបងជាអ្នកដើរមុនគេព្រោះគេលីឈើដែលស្រាលជាងគេដល់ពាក់កណ្ដាលផ្លូវពួកគេក៏នាំគ្នាសម្រាកព្រោះរយស្មាពេកលើកលែងតែកូនបងឃើញប្អូនឈប់ក៏គិតថាអញទៅមុនពួកវាដើម្បីកាប់ឈើនេះឲ្យកាន់តែស្រាលគិតហើយកូនបងក៏ទៅមុខយ៉ាងលឿនហើយកាត់ឈើមួយកំណាត់ចោលបន្ទាប់មកពួកគេក៏ធ្វើដំណើរទៅមុខទៀតកូនបងរអ៊ូថាគ្រាន់តែទៅយកកំណប់ចាំបាច់លីកំណាត់ឈើទៅធ្វើអីកូនបងមានអារម្មណ៍សប្បាយណាស់គេដើរផងច្រៀងផងទាំង12នាក់សម្លឹងមើលទៅមុខឃើញព្រែកមួយក៏នាំគ្នាដើរយ៉ាងលឿនសំដៅទៅព្រែកនោះនៅត្រើយម្ខាងមានដំបូកមួយកំពុងបញ្ចេញពន្លឺយ៉ាងចិញ្ចាចព្រែកនោះមិនអាចឆ្លងទៅដោយគ្មានកំណាត់ឈើធ្វើជាស្ពានបានឡើយព្រោះវាคล้ายជាកំណាត់ឈើខ្លីបាត់ទៅហើយប្អូនគេនាំគ្នាដាក់ឈើហើយឆ្លងទៅរកដំបូកនោះទៅពេលនេះទើបកូនបងយល់យ៉ាងច្បាស់អំពីបំណងរបស់ឪពុកគេបានលុតជង្គង់សម្រក់ទឹកភ្នែកហើយនិយាយដោយអស់សង្ឃឹមថាពុកកូនដឹងកំហុសហើយពុកតែងប្រដៅកូនថាឲ្យកូនមានចិត្តតស៊ូអត់ធ្មត់ព្យាយាមក្នុងការងារសាងតែអំពើល្អតែកូនមិនដែលស្ដាប់ពាក្យទូន្មានរបស់ពុកម្ដងណាឡើយពីថ្ងៃនេះតទៅកូននឹងកែខ្លួនជាមនុស្សល្អរក្សាម៉ែនិងប្អូនទាំងអស់មិនឲ្យពួកគេអស់សង្ឃឹមឡើយរឿងបក្សីលៀងអារ្យកាលដើមឡើយមានមេព្រាបមួយកំពុងមានទុកជាទម្ងន់ព្រាបនេះពងមិនចេញសោះព្រោះពងរបស់វាធំខុសពីធម្មតាម្ល៉េះហើយព្រាបចេះតែធ្ងោហឺដងហើយហៅឲ្យគេជួយសង្គ្រោះខ្លួនព្រាបយំធ្ងោយ៉ាងនេះធ្វើឲ្យផ្អើលដល់សត្វដទៃទៀតមកជួយឈូឆរហើយក៏កើតចលាចលនាំគ្នាមកមើលជំងឺព្រាបព្រោះហេតុនេះហើយបានជាព្រាបយំធ្ងោហឺជាប់រហូតមកដល់សព្វថ្ងៃនេះក្នុងបណ្ដាអ្នកដែលមកជួយនោះមានសត្វខ្លះក៏ជួយឈឺឆ្អាលតែមានសត្វខ្លះទៀតបែរជាមកបញ្ជោះបន្សោកបន់ផ្ដន់ទាចង់ឲ្យមេព្រាបនោះស្លាប់ហេតុនេះហើយបានជាមានសម្រែកសត្វប្លែកពីគ្នាតាមភាសារបស់វាក្អែកស្រែកថាងាប់ឥឡូវកូនមាន់ស្រែកថាចប់មានន័យថាឲ្យគេរកចប់បំរុងកប់ខ្មោចព្រាបព្រោះព្រាបនេះវានឹងស្លាប់ឥឡូវហើយទាស្រ័យបន្ថែមតាមក្រោយមាន់ថាកាប់ព្រោះថាបើព្រាបស្លាប់ហើយមាន់ឲ្យគេរកចប់កាប់ដីកប់ព្រាបតែម្ដងទៅក្រៅពីសត្វដែលផ្ដន់ទាឲ្យព្រាបស្លាប់នៅមានសត្វដែលជួយសង្គ្រោះព្រាបជាច្រើនទៀតនៅពេលនោះស
สัตว์ลลบស្រែកថារកគ្រូរកគ្រូហើយសត្វដទៃទៀតក៏ជំនុំគ្នាថាត្រូវតែទៅរកមេមត់ឲ្យមកជួយសង្គ្រោះជីវិតមេប្រៀបជាបន្ទាន់ប៉ុន្តែរូបមេមត់នោះនៅឆ្ងាយណាស់ហើយពេលនេះជារដូវវស្សាមានទឹកចូលជន់លិចលហលហាចផងបើធ្វើដំណើរទៅតើតែរកទូកក្តារច្រវាចៅទៅបានម្លោះហើយពួកអ្នកជួយសង្គ្រោះទាំងនោះម្នីស្រែកកកោកការោគនេះរោគនោះលាន់ទ្រហឹងអាអូតស្រែកថាទូកមន់ទឹកស្រែកថាច្រវាប្រវឹកនឹងស្មោញនាំគ្នាបាចទឹកចេញពីទូកលឺសូរខ្វក់រួចហើយគេក៏ចេញទូកនាំមេប្រៀបដែលជាអ្នកជំងឺនោះឆ្ពោះទៅលំនៅមៀមជារូបមេមត់លុះពេលប្រលប់ទើបពួកគេទៅដល់លំនៅសត្វមៀមរូបមេមត់នោះគេក៏យកសត្វទីទុយធ្វើជាស្នំសម្រាប់និយាយលួងលោមអង្វររូបមេមត់បណ្ដាសត្វដទៃទៀតដែលមានសម្រែកផ្សេងគ្នាក៏ប្រជុំគ្នាធ្វើជាវង់ភ្លេងអារក្សមួយវង់ដើម្បីបញ្ជាន់រូបមេមត់នោះសត្វថ្លុំធ្វើស្គរសារិកាកែវធ្វើទ្រលវាចេកធ្វើបៃត្រសេះវាយក្រាបនិងកន្តេមជាអ្នកច្រៀងលុះនាំគ្នាធ្វើត្រាប់បទភ្លេងបានមួយចប់ហើយទីទុយជាស្នំចាប់ផ្ដើមសួរឡើងថាទីទុយពើតពើងកូនយើងជាទេទីទុយពើតពើងកូនយើងជាទេមៀមតាជារូបមេមត់ពុំមានស្ដីថាអ្វីសោះរឹតតែបើកភ្នែកធំលុះទីទុយនៅតែសួរដដាលពេកមៀមក៏ឆ្លើយពីម៉ាត់ថាលៀងលឺដូច្នេះក្រលីងក្រឡងក៏ស្រែកឡើងថាជាក៏លៀងមិនជាក៏លៀងជាក៏លៀងមិនជាក៏លៀងលុះចាប់ពិធីបញ្ជាន់រូបមេមត់ហើយសត្វព្រាបក៏បានជាសះស្បើយឡើងវិញគ្រាន់តែមេព្រាបប្រឹងបន្តិចក៏ស្រាប់តែចេញពងដ៏ធំមួយយ៉ាងឆាប់រហ័សសត្វទាំងអស់ត្រេកអរជាខ្លាំងក៏នាំគ្នាវិលមកកាន់កំពង់ដរដើម្បីចម្លងមេព្រាបត្រឡប់មកកន្លែងខ្លួនវិញលុះមកដល់កំពង់រោទុកពងឃើញក៏បង្កោកហៅរកគ្នាក្រែងមានអ្នកណាយកទូកទៅអុំលេងស្រាប់តែមានសត្វមួយស្រែកពីត្រើយម្ខាងមកថាគូកហើយគេនាំគ្នាដាក់ឈ្មោះសត្វនោះថាសត្វគូករហូតមកដល់សព្វថ្ងៃចំណែកសត្វក្អែកដែលជាសត្វផ្ដន្ទាចង់ឲ្យព្រាបស្លាប់តែបែរជាមិនស្លាប់វិញនោះព្រោះបានទីទុយមៀមគូកជាអ្នកជួយយកអាសាព្រាបក្អែកក៏ប្រកាន់ស្អប់សត្វទាំងនេះពេលបានឃើញសត្វទាំងនេះកាលណាវាតែងតែព្រួតដេញចឹកមៀមទីទុយគូកមិនឲ្យនៅចិត្តវាឡើយរឿងខ្មោចដើមចេកជ្វាជាយូរអង្វែងណាស់មកហើយមានគ្រួសារមួយទីទាល់ក្រពួកគាត់ជាកសិករនារដូវមួយដែលធាតុអាកាសកំពុងរាំងស្ងួតឥតមានភ្លៀងធ្លាក់សម្រាប់ធ្វើស្រែឡើយបុរសជាប្តីក៏សុំប្រពន្ធទៅស៊ីឈ្នួលគេនៅស្រុកឆ្ងាយ
ដែលបរោះនោះចេញទៅផុតស្រុកក៏កើតជំងឺអសន្នរោគរាតត្បាតពាសពេញស្រុកបណ្ដាលឲ្យអ្នកភូមិទាំងមូលភ័យជ្រួលច្របល់យ៉ាងខ្លាំងមុនដំបូងជំងឺនេះចាប់ផ្ដើមឡើងពីសត្វតូចតាចតែប៉ុណ្ណោះលុះយូរបន្តិចទៅក៏រាលដាលរហូតដល់សត្វធំធំរហូតដល់ជីវិតមនុស្សក្នុងភូមិស្លាប់ជាបន្តបន្ទាប់គ្មាននរណាអាចជួយនរណាបានឡើយផ្ទះនីមួយៗមានសភាពស្ងាត់ជ្រងំពេលយប់គេឮសូរតែសំឡេងឆ្កែលូនិងពន្លឺភ្លើងចង្គៀងផ្លុងត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលពន់ពេកនៅភូមិខ្លះដែលរោគនេះមិនទាន់រាលដាលទៅដល់អ្នកនិគមជនបទទាំងនោះក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូតដោយប្រក្រតីឡើយមនុស្សទាំងនោះមានកិរិយាស្ងប់ស្ងាត់មានទឹកមុខក្រៀមក្រំស្រពាប់ស្រពោនជានិច្ចនិយាយរកគ្នាទៅវិញទៅមកដោយការខ្សឹបខ្សៀវមិនហ៊ាននិយាយគ្នាកោកកាឬនឹកឈ្មោះទីកន្លែងដែលកើតជំងឺចង្រៃនោះឡើយមានថ្ងៃមួយនៅពេលដែលជំងឺនេះកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំងក្លាស្រាប់តែមានអ្នកស្រុកម្នាក់មកនិមន្តលោកគ្រូចៅអធិការវត្តទៅចម្រើនព្រះបរិត្តនៅឯផ្ទះរបស់ខ្លួនលុះដល់ពេលកំណត់អ្នកស្រុកម្នាក់នោះក៏មកទទួលព្រះថេរៈព្រមទាំងភិក្ខុពីរអង្គទៀតទៅផ្ទះរបស់គេនៅពេលដែលលោកនិមន្តទៅដល់ផ្ទះឧបាសកនោះគេឃើញមានភ្ញៀវយ៉ាងច្រើនគេបាននិមន្តព្រះសង្ឃទាំង3អង្គឡើងទៅគង់លើផ្ទះលើសអាសនៈយ៉ាងសមគួរហើយប្រគេនភេសជ្ជៈតែស្ករបារីតាមទំនៀមទម្លាប់បន្ទាប់មកគេក៏នាំគ្នានមស្ការព្រះរតនត្រ័យរួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តប៉ុន្តែឧបាសកទូលលោកថាសូមប្រដេជគុណកុំសូត្រធម៌ករណីអីសូមនិមន្តសូត្ររំលងទៅវិរូបខេតែម្ដងទៅដើម្បីកុំឲ្យយូរពេលព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងពីដើមរៀងទៅលុះដល់ធម៌ករណីក៏រំលងទៅសូត្រវិរូបខេតាមពាក្យទាយុបរិវារសុំតែម្ដងខណៈពេលនោះលោកសង្កេតឃើញទាយុទាយិកាសប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់គ្នាព្រះថេរៈដើមអាសនៈឆ្ងល់ថាគេសុំកុំឲ្យសូត្រធម៌ករណីឲ្យផ្លោះទៅសូត្រវិរូបខេតែម្ដងឥឡូវសូត្រវិរូបខេទៅស្រាប់តែគេនាំគ្នាសើចសប្បាយបែបដូចជាប្លែកព្រះថេរៈនឹកអៀនក្នុងប្រតិយណាស់ខ្លាចក្រែងគេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីវិញលោកទើបតែនឹងចាប់សូត្របាន 3-4 ព្រះអោស្រាប់តែទាយុទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដងរហូតដល់អស់មនុស្សស្ងាត់ឈឹងភ្លើងទៀនក៏រលត់ភ្លឹបផ្ទះដែលព្រះសង្ឃគង់នៅនោះត្រឡប់ទៅជាគុំឫស្សីយ៉ាងញាតស្បាតរីឯបារីតែស្ករទៅជាដុំខ្ជូងដីខ្សាច់និងកំណាត់ឈើអស់រលីងទើបព្រះសង្ឃភ្ញាក់ថាជាបិសាចខ្លែងខ្លួនធ្វើជាមនុស្សមកបន្លំខ្លួនតម្រាំតែញាតិញោមនៅឯវត្តបានដឹងព្រះសង្ឃទាំង3អង្គត្រូវអត់ចង្ហាន់ដល់ទៅ 2-3 ថ្ងៃឯណោះដោយហេតុនឹងហើយទើបចាស់បុរាណលោកតែងតែនិយាយថាធម៌ករណីនេះធ្វើឲ្យខ្មោចខ្លាចណាស់ឯធម៌វិរូបខេធ្វើឲ្យខ្មោចសប្បាយទៅវិញ
កាលណាស្រុកមិនសូវស្រួលដោយមានកំណើតជំងឺដង្កាត់ផ្សេងមានអសន្នរោគអុតជាដើមនោះគេតែងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តហើយសូមឲ្យលោកសូត្រធម៌ករណីនេះឲ្យបាន7-8ចប់ហើយហាមផ្ដាច់មិនឲ្យព្រះសង្ឃសូត្រធម៌វិរូបខេឡើយដោយមានជំនឿតាមរឿងដូចបានរៀបរាប់មកខាងលើនេះម្យ៉ាងទៀតបុរាណមានជំនឿថាបើយើងដើរទៅណាមកណានៅពេលយប់ហើយមានព្រឺរោមព្រឺស្បែកត្រូវឲ្យសូត្រធម៌ករណីនេះដោយសំអាងថាខ្មោចមិនលងហើយខ្មោចខ្លាចធម៌ករណីនេះណានិយាយពីបុរសនោះវិញបន្ទាប់ពីបានទៅរកស៊ីមានលុយកាក់សមល្មមហើយក៏វិលត្រឡប់មកស្រុកកំណើតវិញលុះមកដល់ពាក់កណ្ដាលផ្លូវមានគេនិយាយប្រាប់ថាអ្នកឯងទៅភូមិនោះមិនទាន់បានទេព្រោះមនុស្សនៅក្នុងភូមិអ្នកឯងកំពុងកើតជំងឺអាសន្នរោគស្លាប់អស់ច្រើនណាស់រីឯប្រពន្ធកូនរបស់អ្នកឯងក៏ប្រហែលជាស្លាប់ឬយ៉ាងណាក៏មិនដឹងដែរព្រោះឥឡូវឥតមាននរណាម្នាក់ហ៊ានចូលទៅក្នុងភូមិនោះឡើយដោយបុរសនោះមានសេចក្តីនឹករលឹកដល់ប្រពន្ធកូនខ្លាំងពេកក៏ជជែកដើរទៅផ្ទះរបស់ខ្លួនគាត់ខំធ្វើដំណើរទៅទាំងយប់ទាំងសស្លាក់សស្លើតលុះទៅចិត្តដល់លំនៅខ្លួនមើលទៅឃើញភ្លើងផ្លុងគ្រប់ផ្ទះដូចប្រក្រតីគាត់ត្រេកអរណាស់ហើយនឹកខឹងនឹងអ្នកស្រុកទាំងនោះដែលនិយាយកុហកប៉ុន្តែនៅតាមផ្លូវទៅកាន់ផ្ទះគាត់មានសេចក្តីសង្ស័យខ្លះដែរចំពោះសភាពស្ងប់ស្ងាត់ខុសប្លែកពីធម្មតាតែគាត់សន្និដ្ឋានថាប្រហែលជាអ្នកស្រុកមិនស្រួលមែនហើយទើបស្ងាត់យ៉ាងនេះលុះទៅដល់របងផ្ទះក៏ស្រែកហៅប្រពន្ធពេលនោះគាត់ក៏ឃើញប្រពន្ធគាត់រត់មកទទួលយ៉ាងរាក់ទាក់ដូចធម្មតាគ្មានអ្វីគួរឲ្យសង្ស័យឡើយនាងនោះខំប្រញាប់ទៅបង្កាត់ភ្លើងដាំបាយឲ្យប្តីបរិភោគប៉ុន្តែនាងហាមប្តីមិនឲ្យចូលទៅក្នុងបន្ទប់ដេកទេឲ្យប្តីសម្រាកនៅខាងក្រៅសិនប្តីនឹកឆ្ងល់នឹងអរិយាបថដ៏ចម្លែករបស់ភរិយាណាដោយគាត់សង្កេតឃើញភ្នែករបស់នាងធំលៀនបែបក្រហមហើយក្រឡឹបក្រឡាប់ខុសពីធម្មតាថែមទាំងធំក្លិនគំរងសាកសពបក់ចេញពីក្នុងបន្ទប់ដេកទៀតផងធ្វើឲ្យគាត់ចង់ដឹងថាតើមានអ្វីនៅក្នុងបន្ទប់ដេកនេះបានជានាងហាមមិនឲ្យចូលយ៉ាងនេះគិតសពគ្រប់ទៅក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធមួយសន្ទុះក្រោយមកក៏ឃើញនាងលៀនអណ្ដាតយ៉ាងវែងកែវយកវែកដែលជ្រុះទៅលើដីឃើញដូច្នោះប្តីក៏យល់ថានាងពិតជាខ្មោចបិសាចប្រែកាយហើយទើបគេនឹកឃើញដល់រឿងមនុស្សដែលនិយាយប្រាប់នៅតាមផ្លូវបុរសនោះក៏ដើរលោបចូលទៅវែកមុងក្នុងបន្ទប់ដេកស្រាប់តែឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរុកជ្រិចគាត់ក៏ថយចេញមកវិញហើយរិះរកមធ្យោបាយដើម្បីរំដោះខ្លួនចេញពីកណ្ដាប់ដៃបិសាចនេះទើបគាត់និយាយទៅកាន់នាងថាអូនដាំបាយឲ្យឆ្អិនឆាប់ទៅបងអស់កម្លាំងណាស់បងចុះទៅនោមមួយផ្លែតថាហើយគាត់ក៏ទៅចោះក្អមទឹកមួយដែលនៅក្បែរនោះបង្ហូរទឹកទៅលើស្លឹកត្នោតឲ្យលឺសូរដូចមនុស្សនោមមែនតែនបន្ទាប់មកគាត់ក៏លួចរត់បាតជើងសព្រាតតម្រង់ទៅអារាមមួយដែលមានលោកគ្រូមួយអង្គចេះមុនអាគមគាថាខ្លាំងពូកែខាងការពារខ្មោចបិសាចនិងអាបធ្មប់ចំណែកនាងបិសាចវិញលឺសូរប្តីនោមយូរពេកក៏ឆ្ងល់ខ្លាំងណាស់ទើបនាងដើរទៅមើល
ក្រន់តែនាងឃើញប្តីរត់ទៅផុតនាងក៏រត់តាមក្រោយយ៉ាងលឿនរហូតទាល់តែចិត្តតាន់ចំណែកប្តីរត់មិនតាន់បានប៉ុន្មានផងងាកមកក្រោយក៏ឃើញខ្មោចប្រពន្ធកំពុងដេញតាមពីក្រោយក៏ដឹងខ្លួនថាមើលទៅស្ទុះមិនរួចពីកណ្ដាប់ដៃបិសាចនេះទេទើបស្ទុះឡើងដើមបាយម៉ាតមួយដើមដែលនៅក្បែរខ្លួននាងបិសាចមិនហ៊ានទៅជិតដើមបាយម៉ាតនោះទេចេះតែដើរក្រវ៉ាល់ក្បែរហើយស្រែកហៅប្តីឲ្យចុះមកបុរសនោះក៏ដឹងថានាងបិសាចនេះពិតជាខ្លាចដើមបាយម៉ាតនេះហើយបានជាមិនហ៊ានមកជិតបែបនេះគាត់ក៏កាច់ដើមបាយម៉ាតមួយមែកលីសំដៅទៅវត្តអារាមឯនាងបិសាចពិតមែនតែមិនហ៊ានទៅជិតបុរសជាប្តីដោយខ្លាចដើមបាយម៉ាតមែនតែនាងនៅតែដើរតាមក្រោយរហូតលុះបុរសនោះទៅដល់វត្តក៏រត់ចូលទៅឈប់នៅកណ្ដាលជំនុំសង្ឃដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារហើយទូលព្រះសង្ឃតាមដំណើរពេលនោះលោកគ្រូដែលពូកែខាងអាគមគាថាក៏នាំបុរសនោះទៅក្នុងកុដិរបស់លោកហើយសូត្រមន្តអាគមគាថាពាត់សីមាយ៉ាងម៉ឺងម៉ាត់ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះដែរពិតមែនតែនាងចូលទៅក្នុងកុដិលោកតាមប្តីមិនបានដោយសាររបាំងនៃមន្តអាគមខ្លាំងប៉ុន្តែនាងចេះតែក្រវ៉ាល់រកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូលទៅតាមប្តីនៅក្បែរកុដិព្រះថេរៈអង្គនោះមានដើមចេកជ្វាមួយដើមដែលមានធាងតូចូលទៅត្រង់បង្អួចកុដិទោះបីមន្តអាគមរបស់ព្រះសង្ឃខ្លាំងពូកែយ៉ាងណាក៏ដោយក៏មិនអាចទប់ទល់នឹងដើមចេកជ្វានេះបានឡើយលោកពាត់សីមាបានតែត្រង់កន្លែងណាដែលធាងចេកជ្វាមិនបានប៉ះទៅនឹងសម្រាប់កុដិប៉ុណ្ណោះចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងចេកជ្វាប៉ះទៅហើយនោះក៏ជាឱកាសដ៏ប្រសើរដល់នាងបិសាចនេះហើយនាងបិសាចក៏ឡើងតាមដើមចេកជ្វាហើយសួរតាមធាងចេកនោះឆ្លងចូលទៅក្នុងកុដិរបស់ព្រះសង្ឃកាច់កប្តីរបស់ខ្លួនសម្លាប់យ៉ាងព្រៃផ្សៃក្នុងពេលនោះទៅ